ប្រពន្ធរបស់គាត់ស្រាប់តែចាក់ចេញបែបនេះខ្ញុំគ្រាន់តែអាចសម័យថាម៉ាក់គីមានអារម្មណ៍យ៉ាងណានៅពេលបែបនេះម៉ាក់គីឥឡូវនេះសូមអ្នកចាក់ចេញកុំគួរអស់សំណើចមិនថាអ្នកចាក់ចេញពីពិភពលោកនេះដោយហេតុអ្វីទេមិនថាអ្នកនៅឆ្ងាយប៉ុណ្ណាខ្ញុំនឹងយកអ្នកត្រឡប់មកវិញឯណាស្ត្រីនោះបានបាត់ខ្លួនក្រោយពីសម្រាមបានម្ចាស់ក្មេងប៉ុន្តែតើនាងនឹងមើលទៅដោយរបៀបណាដូចគ្នានេះដែរការពិសោធន៍ចុងក្រោយនេះបរាជ័យយ៉ាងច្បាស់វាជាលើកដំបូងក្នុងការអន្តរាគមន៍ក្នុងការពិសោធន៍បន្ទាប់ពីអ្វីៗទាំងអស់បានបញ្ចប់បាត់ចវាយការពិសោធន៍ដោយមិនបានរំពឹងទុកខ្ញុំគិតថាវាមិនជោគជ័យប្រសិនបើយើងបានជួបគ្នាម្ដងទៀតខ្ញុំចង់ឃើញថានឹងធ្វើទរណកម្មឲ្យចងចាំគ្រប់យ៉ាងប៉ុន្តែផ្ទុយទៅវិញអ្នកបានពាក់មុខស្លូតត្រង់របស់នរណាម្នាក់ដែលមិនដឹងអ្វីសោះវាជាការល្អបំផុតដើម្បីបញ្ជាក់ឲ្យបានត្រឹមត្រូវប្រសិនបើអ្នកបាត់ការចងចាំរបស់អ្នកឬគ្រាន់តែអ្នកធ្វើពុតបារតក៏ហៅលោកស្រីឌូបាឲ្យនាងមកជួបខ្ញុំមានការដើម្បីឲ្យនាងធ្វើណាបន្តជួបវាទៅមុខទៀតទុកឲ្យខ្ញុំជាអ្នកជួយជំនួសអ្នកប៉ុន្តែខ្ញុំមិនទាន់ធ្វើហើយនោះទេខ្ញុំនឹងដោះស្រាយដែលអ្នកបានជួយខ្ញុំជាលោកចុងក្រោយបងប្រុសរបស់អ្នកកំពុងតែចាំអ្នកទីនេះគឺជាអំណោយរបស់អ្នកកូខេខ្ញុំបានយកវាពីមីងកាឡាស៊ីខ្ញុំគិតថាឆ្លាតណាស់ដែលយើងប្រាប់គេថាពួកយើងជាបងប្អូននឹងគ្នាមិនមែនជាគូស្នេហ៍ងាយស្រួលក្នុងការហៅគ្នាទៅវិញទៅមកនិងផ្ដល់អាហារសម្រន់ដល់គ្នាទៅវិញទៅមកពួកគឺជាមិត្តភក្តិរបស់ខ្ញុំដែលបានបញ្ចប់ធ្លាក់ចូលទៅក្នុងពិភពលោកជាមួយខ្ញុំផ្អែមល្ហែមណាស់ហេអេណាតើមានអ្វីកើតឡើងបន្ទាប់ពីអ្នកបាននិយាយថាពួកយើងទៅខ្ញុំបានចូលបន្ទប់ហាមឃាត់ពីម្សិលមិញខ្ញុំសុំទោសអ្នកពិតជាមិនអាចទទួលយកបានទេខ្ញុំបានចូលបន្ទប់ហាមឃាត់នោះវាមិនអីទេអេណាអីតែម្ចាស់វ័យក្មេងជាអ្នកស្នងមរតកតែមួយគត់នៃគ្រួសារក៏មិនអនុញ្ញាតឲ្យចូលក្នុងបន្ទប់នោះដែរបើតែខ្ញុំជាអ្នករក្សាស្ថិរភាពវាពិបាកក្នុងការស្វែងរកប៉ុន្តែខ្ញុំនឹងព្យាយាមកុំវាខ្លួនឯងខ្លាំងពេកអារម្មណ៍ថាដូចជាទឹកភ្នែកម្ដុំក្នុងចិត្តរបស់ខ្ញុំទោះបីជាឆ្នាំរងាប់អារម្មណ៍មិនប៉ះពាល់ចិត្តរបស់ខ្ញុំក៏ដោយការពិតដែលខ្ញុំបានដេកជាមួយម៉ាក់គីនៅតែមិនផ្លាស់ប្ដូរស្នេហ៍ចូលយើងដកដង្ហើមរបស់យើងឲ្យបានស្ងប់ស្ងាត់នោះជាអ្វីដែលយើងអាចធ្វើទៅបានវាគួរឲ្យរំខានណាស់ហើយអ្វីបានជានឹកអារម្មណ៍មិនល្អនៅព្រឹកនេះហើយអ្វីបាននាងនៅតែបន្តខកចិត្តមកលើខ្ញុំទៅតែមិនអើពើនឹងនាងខ្ញុំប្រាថ្នាចង់ឲ្យនរណាម្នាក់ចាប់អ្នកចេញវាជាការសម្លឹងមើលពីរបៀបដែលខ្ញុំចំណាយពេលប្រហែលថ្ងៃមកនេះគឺមូលហេតុធម្មតាម៉ាក់គីបានភ្លេចខ្ញុំហើយឬថ្ងៃនេះគាត់គ្រោងនឹងសួរអំពីរឿងនេះតើគាត់ចង់លាក់បាំងការពិតដែលគាត់ស្រវឹងហើយធ្វើអ្វីជាមួយអ្នកបម្រើតែម្នាក់គត់មែនទេទោះបីក្នុងករណីណាក៏ដោយគេនឹងអាចមើលរំលងហើយវានឹងក្លាយជាសំណាងរបស់ខ្ញុំក៏ប្រកកូនសោទៅបន្ទប់សម្ងាត់មុនពេលពួកគេសម្គាល់ថាខ្ញុំបាត់ខ្លួនហើយប្រសិនបើខ្ញុំប្រកល់វាឥឡូវនេះចុះកំណត់ហេតុនៃការដើរក្បួនខ្ញុំនឹងចូលទៅបន្ទប់នោះម្ដងទៀតប្រសិនបើខ្ញុំបោះបង់កំណត់ហេតុប្រចាំថ្ងៃនោះតើខ្ញុំអាចនឹងរកដំណោះស្រាយអ្វីត្រឡប់ទៅពិភពដើមរបស់ខ្ញុំវិញបានមិនអញ្ចឹងទេខ្ញុំនឹងនៅជាប់នៅទីនេះរហូតចុះប្រសិនបើខ្ញុំចូលទៅបន្ទប់នោះម្ដងទៀតមើលខ្លួនឯងទៅណាតើអ្នកកំពុងតែធ្វើអ្វីតើអ្នកមិនមកទីនេះទេ